បាទអាគីណូអូសេអាគីណូមានសាក់នៅអសរចិននៅលើដើមទ្រូងទាំងឆ្វេងទាំងស្ដាំបាទជាមួយនឹងលូនបញ្ញាជើងរន្ទះរបស់គាត់ធម្មតាទេបាទលូនបញ្ញាឥឡូវមកដល់មុនដោយកីឡាកកម្ចាស់ស្រុកតែម្ដងHello everyone, welcome back. We had a little break with the commentating. We are now about 15. Panya ការចេញទៅប្រកួតនៅក្រៅប្រទេសមិនមែនជាលើកដំបូងរបស់គាត់ទេទៅស្រុកបារាំងក៏ធ្លាប់ប្រកួតនៅអូស្ត្រាលីចេញទៅអូស្ត្រាលីនិងបណ្ដាប្រទេសផ្សេងជាច្រើនទៀតបាទលូនបញ្ញាត្រូវបានគេប្រសិទ្ធនាមថាជាកីឡាករម្នាក់ដែលមានចិត្តស្ងប់សុភាពរម្យទមចូលចិត្តអានសៀវភៅនេះគឺជាផ្នែកមួយនៃជីវិតរបស់លូនបញ្ញាក្នុងនាមជាអ្នកបណ្ដាលមានវ័យ25ឆ្នាំបើធៀបជាមួយនឹងហូសេគឺ34ឆ្នាំតែខ្ពស់ជាងបាទ 1m78 ទល់ 1m75 លូនបញ្ញាឈ្នះ45ដងហូសេអាគីណូឈ្នះ13ដងចាញ់3ដងខាងលូនបញ្ញាខាងនោះចាញ់2ដងតែមានប្រវត្តិស្មើគ្នា2ដងដូចគ្នាតែនេះមិនមែនជាការស្មើគ្នារវាងអ្នកទាំងពីរទេបាទគឺស្មើនៅក្នុងស្ថិតិប្រកួតជារួមបាទរបស់អ្នកទាំងពីរសងខាងអញ្ចឹងត្រឡប់មកវិញគឺជាការជួបគ្នាលើកដំបូងរវាងអ្នកទាំងពីរនៅក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ស្ថាប័នបាទ USICA របស់សហរដ្ឋអាមេរិកបាទជំនួបរបស់លូនបញ្ញាបើគិតជាផោនបាទគឺ148ផោនបាទ148ផោនបើគិតជាគីឡូក្រាមបាទបើគិតជាគីឡូក្រាមគឺ67គីឡូក្រាមកន្លះបាទ67គីឡូក្រាមកន្លះដូច្នេះសង្ឃឹមថាយើងអាចមានលទ្ធភាពធ្វើបានល្អពីព្រោះថាពីពេលនេះទៅ3គូជាប់គ្នាគឺខ្សែក្រវ៉ាត់ពីសហរដ្ឋអាមេរិកមានកីឡាករមួយចំនួនធ្លាប់បានយកខ្សែក្រវ៉ាត់ពីក្រៅប្រទេសមកជើងចាស់បាទដែលធ្លាប់មានប្រវត្តិយកមកយ៉ាងដូចជាឬសាភ័ណ្ឌធ្លាប់យកពីក្រៅប្រទេសមកបាទបឺតខំអីនោះពីមុនមកបាទដែលគាត់ធ្លាប់ចេញទៅក្រៅប្រទេសយកមកបានអញ្ចឹងទឹកដីសហរដ្ឋអាមេរិកបើតាមឲ្យដឹងពីប្រធានសហព័ន្ធកីឡាបដាល់គុណខ្មែរកាលពីសន្និសីទកសែតកន្លងទៅគាត់បាននិយាយអំពីការត្រៀមលក្ខណៈទៅទីក្រុងញូវយ៉កទៅទៀតឯនោះបាទអញ្ចឹងយើងទៅដល់កាលីហ្វ័រញ៉ាយើងទៅដល់ Washington បាទបើសិនជាទៅដល់ New York ទៀតនិងដែនដីផ្សេងទៀតអឺរ៉ុបបានទៅហើយបាទអាមេរិកបានទៅហើយបើបានទៅដល់អាមេរិកខាងត្បូងបើតំបន់អាមេរិកខាងត្បូងគឺតំបន់ Jiu-Jitsu ហ្មងបាទគឺតំបន់ Jiu-Jitsu ហ្មងចឹងសម្បូរអ្នកបដាល់នៅខាងអាមេរិកត្បូង Jiu-Jitsu ហើយនឹងគេហៅថាបដាល់សកលបាទអញ្ចឹងតែគុណខ្មែរអាចធ្លុះទៅដល់នោះទៀតរឹតតែល្អនៅក្នុងការចូលគេហៅចូលទៅដល់សមរភូមិក្បាច់គុណណាបាទសមរភូមិក្បាច់គុណសកលក៏នៅនឹង Jiu-Jitsu ក៏នៅនឹងបើគុណខ្មែរចូលទៅទៀតទៅគឺកាន់តែស្គាល់ហ្មងបាទបងប្អូនដឹងហើយ Jiu-Jitsu ប្រេស៊ីលគឺប្រទេសប៉ុណ្ណានៃបាទចង់កន្លះទ្វីបអាមេរិកខាងត្បូងហើយនឹង Jiu-Jitsu ដល់ពេលយើងក៏លេចទៅមើលខាងយ៉ាម៉ៃកាយើងក៏លេចទៅមើលខាងមិចស៊ីកូយើងទៅមើលខាងគុយបាគឺពួកគាត់ប្រកែកខាងសកលអញ្ចឹងបើសិនជាគុណខ្មែរទៅដល់ទីនោះរឹតតែល្អនេះគឺខ្ញុំចង់និយាយពីខាងប៉ែកអាមេរិកខាងត្បូងតែយើងកំពុងតែមើលនេះគឺពីអាមេរិកខាងជើងមកបាទអឺរ៉ុបបានទៅហើយនៅអាហ្វ្រិកទៀតបាទបើសិនជាបានទៅដល់អាហ្វ្រិកទៀតរឹតតែល្អអ្នកបណ្ដាលនៅអាល់ហ្សេរីជាពិសេសនៅម៉ារ៉ុកបាទម៉ារ៉ុកស្គាល់គុណខ្មែរច្រើនណាស់
ប្រទេសព្រះរាជាណាចក្រម៉ារ៉ុកគឺជាប្រទេសមួយដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិកហើយជារឿយៗមានអ្នកប្រដាល់មកពីម៉ារ៉ុកមកពីអាល់ហ្សេរីមកពីអេស៊ីបបាទមកប្រកួតនៅដែនដីទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះខ្ញុំនិយាយអំពីបរិយាកាសទូទៅកន្លងទៅនៅក្នុងការចេញទៅប្រកួតនៅក្នុងការដែលមានបរទេសមកប្រកួតនៅព្រះរាជាណាចក្រកម្ពុជាបាទចឹងកំពុងតែថ្វាយបង្គំគ្រូកំពុងតែថ្វាយបង្គំគ្រូបាទគូនេះអ្នកណាទទួលជ័យជំនះគឺខ្លាចជាម្ចាស់ខ្សែក្រវ៉ាត់តែដល់ឡែកសម្រាប់កីឡាករកម្ពុជាលន់បញ្ញាបាទលន់បញ្ញាអាចទទួលជ័យជំនះដណ្ដើមបានខ្សែក្រវ៉ាត់នោះគឺទទួលបានទឹកប្រាក់ឧបត្ថម្ភបន្ថែមចំនួន15លានរៀលពីអ្នកអង្គការសំអាងវឌ្ឍនៈអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ Brewery បាទហើយបើចាញ់គឺបាន5លានរៀលនៅក្នុងការលើកទឹកចិត្តបន្ថែមពីលើថ្លៃខ្លួនអរគុណដល់ក្រុមហ៊ុនវឌ្ឍនៈបាទដែលបានផ្ដល់នៅការចំណាយសពបែបយ៉ាងបាទនៅក្នុងបេសកកម្មទៅកាន់សហរដ្ឋអាមេរិកបាទដែលដឹកនាំដោយអេរ៉ាំខើឆាយប្រធានសហព័ន្ធកីឡាបដាល់គុណខ្មែរបាទនេះខ្ញុំសរសើរកាមេរ៉ាមែនហ្មងបាទបងមួយអីរៀងស្អែមបងប្អូនមានបានឃើញគាត់រៀងស្អែមគាត់កាន់កាមេរ៉ាគាត់កាន់ធ្វើតែមិនដឹងបាទគាត់ត្រូវទុកចោលគាត់ទុកចោលแล้วគាត់លើកមកអធិស្ឋានដល់បងប្អូនហើយអ្នកកាន់កាមេរ៉ាមិនខ្មែរយើងទេបាទមិនខ្មែរយើងទេហើយអ្នកស្វិចក៏មិនខ្មែរយើងដែរបាទគឺនៅអាមេរិកទាំងអស់បាទហើយបងមួយកាន់ម៉ាស៊ីនស្វិចហ្នឹងក៏អញ្ចឹងទៅទៀតបាទចង់កលាប់ផ្កាប់ផ្កាមិនក៏គាត់ចង់ចុចគាត់ចុចទៅកាមេរ៉ាធំទៅជួនគាត់ចុចមកកាមេរ៉ាតូចបាទថាមិនមែនថាថឹងគាត់អីទេបាទក៏ប៉ុន្តែហួសចិត្តបន្តិចវិញបាទមិនខឹងទេហួសចិត្តបាទទឹកដៃរបស់គាត់ណែមួយបែបចឹងទៅក៏ប៉ុន្តែបើនិយាយពី graphic មកស្អាតត្មងបាទរចនាសឡើង logo transition អីហ្នឹងគឺខ្មែរយើងនេះទេបាទខ្មែរយើងនេះទេលើកលែងតែ switcher ហើយកាមេរ៉ាមែននៅអាមេរិកបាទទីក៏ខ្មែរយើងបាទចឹងសូមអរគុណបាទចំពោះការលើកទឹកចិត្តពីអ្នកអង្គការសម្អាងវឌ្ឍនៈមានតាំងពិធីកអត្ថាធិប្បាយនៅទីនេះផ្ទាល់ក្រុមការងារនៅភ្នំពេញនេះផ្ទាល់ក្រុមការងាររបស់សហព័ន្ធក្រុមការងារដែលនៅសហរដ្ឋអាមេរិកបាទគឺអ្នកអង្គការបានឧបត្ថម្ភទាំងអស់តោះឥឡូវយើងដល់ម៉ោងប្រកួតហើយបងប្អូនដណ្ដើមខ្សែក្រវ៉ាត់យូស៊ីកាបាទខ្សែក្រវ៉ាត់យូស៊ីកានៅក្នុងប្រភេទទម្ងន់បាទ67គីឡូក្រាមលន់បញ្ញាបកគោលក្រហមបាទអាគីដូបកគោលខៀវខ្ញុំហៅគាត់ថាអាគីណូទៅតាមសៀងនេះបាទអាគីណូមើលទៅមុខគេកាត់អាស៊ីមកដែរញាក់អញ្ចើមបន្តិចបញ្ញាធាក់ថែមតែញាក់អញ្ចើមញយពេកហ្នឹងចូលបាតជើងព្រះយូឡាយរបស់បញ្ញាឡើយហើយបាទបញ្ញាជើងរន្ទះរបស់គាត់ហ្នឹងបាទផ្ញើបាតជើងផ្ដិតនៅលើមុខហ្នឹងគឺច្រើនគ្នាណាស់គាត់ឆ្វេងរបស់បញ្ញាស្ដាំមកវិញរបស់អាគីណូធាក់ក្រោមអាគីណូទះលឺឆ្វេងម្ដាយបាទបញ្ញាថយបន្តិចអាគីណូដើរស្ដាំដើរឆ្វេងស្ដាំបាទញោចលើញោចក្រោមបាទខ្វែងដៃចុះឡើងនោះគឺរបៀបញាក់បញ្ញាធាក់មកជើងប្រឆិតនឹងចង្កេះបន្តិចចូលធាក់មកជើងត្រង់តម្រង់ដើមទ្រូងអាគីណូលើកជើងប្រុងធាក់ក៏តែចាប់ជង្គង់បោះញុចត្រង់បញ្ញាញុចត្រង់ទៅវិញអាគីណូដកខ្លួនថយបាទផ្ទះបោកជើងក្រោមស្វែងស្ដាំកត់កែងទៅវិញណែចាប់ផ្ដើមក្តៅហើយអាគីណូចូលគៀកវៃអឹបជើងបញ្ញាចាប់ដៃបុកជង្គង់បាត់កែងវិញរបស់អាគីណូអាយបាទរុញមុខចេញបញ្ញាយកដៃបាំងមុខអត់ស្រួលទេទឹកមួយហើយបាទទឹកក្តៅតែម្ដងបាទគ្រាន់តែបើកផាច់លេងក្តៅតែម្ដងអាគីណូចាប់វាជើងចេញបញ្ញាដកថយអាគីណូចូលគៀកដល់ជ្រុងហើយចាញ់កែងទម្លុះទៅឥឡូវហើយបាទមិនដឹងខាងណាមកមុនបញ្ញាបញ្ឆោតទឹកឆ្វេងអាគីណូទាត់កាត់មកវិញតាមទាត់មកថែមទួយទៀតរបស់អាគីណូបាទអោនបន្តិចសម្លឹងមើលប្រឡោះអាគីណូដេញគៀងបញ្ញាទាត់កាប់ខាងលើកញ្ចឹងកតែយកដៃបាំងកែងឆ្វេងទម្លុះមួយសឹមអាគីណូរៀងញញឹមឆ្លោះទឹកមុខតែនៅតែដើរចូលបន្តិចម្ដងបោះស្ដាំម្ដាយថែមឆ្វេងវត្តកាត់បានមកវិញពីលូនបញ្ញាទឹកឆ្វេងថែមមួយទៀតដកថយឲ្យទាន់ពេលមិនទាន់ហ៊ានបច្រាស់គ្នាឲ្យខ្លាំងខ្លានៅឡើយទេទាត់ឆ្វេងថែមស្ដាំរបស់អាគីណូតាមទាត់ចាប់ជើងវាឆ្វេងទៅវិញដែរអាគីណូរំកិលចូលគៀកបាទបោះស្ដាំឆ្ងាយថែមឆ្វេងម៉ាត់បញ្ញាទាត់ឆ្វេងចាប់ជើងបានចេញជាត់ក្រោមវិញលើពីដៃអាយពីអាគីណូប
បញ្ញាបាទចង់ស្ងាត់មាត់បន្តិចចង់សាប់មាត់សាប់កបន្តិចហើយបាទគៀងដល់ជ្រុងអាគីណូយល់ទុតឆ្វេងពីបញ្ញាបាទអាគីណូលោតចូលបញ្ញាធាក់កាត់ចូលឆ្វេងម្ដាយអាគីណូបាទបែបកវីក្បាលថាវាយមិនចូលគាត់ទេជង្គង់បញ្ញាជង្គង់កែងជង្គង់ដៃឆ្វេងថែមមួយទៀតអាគីណូលៀនណាត់ថាអត់អីទេមកខ្ញុំខ្ជាក់ថ្មិញឲ្យមើលខ្ញុំនៅបៀមថ្មិញចូលវិញបានទេបាទអញ្ចឹងបងបៀមមកជួបប្រយ័ត្នឡើយចេញពីថ្មិញធាក់មកជើងសិនរបស់អាគីណូបញ្ញាទាត់ឆ្វេងចាប់ជើងវាម្ដាយថែមមកជើងបញ្ញាគេចផុតចុងទឹកមួយហើយបាទចាប់ដើមឆ្លោះទឹកមុខរៀងខ្លួនបាទគោរពគ្នាទៅវិញទៅមកក្នុងនាមជាបេក្ខភាពដណ្ដើមខ្សែក្បាត់បាទលោកឡៅស៊ីណាតសប្បាយចិត្តមែនទែនបាទគឺបានន័យថាគាត់បង្ហាញអារម្មណ៍ថាបញ្ញាធ្វើទាំងនេះបានល្អហើយបាទធ្វើទាំងនេះបានល្អហើយនៅសល់ការប្រកួតទឹកបន្តទៀតបាទដោយតែបានជម្រាបចឹងបាទគូរបស់លនបញ្ញាជាមួយនឹងហូសេអាគីណូនេះគឺប្រកួត5ទឹកបាទប្រកួត5ទឹកក្នុងមួយទឹកមាន3នាទីបាទក្នុងមួយទឹកមាន3នាទីដែលនាំមកជូនលោកអ្នកដោយក្រុមហ៊ុនវឌ្ឍនៈ Brewery បាទអរគុណដល់ស្រាបៀរគ្រុឌពេលវេលាល្អពេលវេលាជាមួយគ្រុឌស្រាបៀរគ្រុឌឡាពេលវេលាសម្រាប់មានតែ1នាទីទេចូលដល់ទឹកទី2ហើយរវាងលនបញ្ញាជាមួយនឹងហូសេអាគីណូបាទទឹកទី2ទាត់ទៅទាត់មកទឹកឆ្វេងរបស់បញ្ញាបាទជង្គង់ឆ្វេងថែមឆ្វេងម្ដាយទៀតអាគីណូគិតទៅស្ដាំមកវិញបញ្ញាច្រានទៅក្រោយទៅធាក់មកជើងស្ដាំបាទផ្ដាច់ចង្វាក់របស់អាគីណូចាប់ផ្ដើមស្លន់តិចបញ្ញាទាត់ឆ្វេងអាគីណូទម្លាក់គុំចង់បោះជង្គង់តិចចង់ចេញដៃតិចខ្វាយដៃទៀតចេញឆ្វេងម្ដាយថែមស្ដាំថែមឆ្វេងរបស់បញ្ញាអាគីណូចង់ស្លន់ត្រឡប់មកក្រោយចូលមកជើងពេញមុខថែមមកជង្គង់ទៀតណែនហើយអាគីណូទៅរួចអត់បោះស្ដាំមកពីដៃវិញដើម្បីរំដោះស្ថានភាពនេះបាទចូលឆ្អិតមែនទេធាក់ចេញចូលគៀកបៃឆ្វេងទត់ឆ្វេងទៅវិញពីបញ្ញាអាគីណូចូលគៀកបញ្ញាបៃឆ្វេងបានម្ដាយទៀតស្ដាំថែមទៀតបេះចង់ទៅមកទត់មកជើងឆ្វេងចូលឃុំអាយ៉ាទត់ស្ដាំសងវិញអត់ដល់ទេហាក់ដូចជាដឹងហើយបញ្ញាហាក់ដូចជាដឹងពីគូប្រកួតរបស់ខ្លួនបាទថាអាចមានព្រៀបឬយ៉ាងណាឆ្វេងបោះឆ្ងាយធាក់មកជើងស្ដាំអាគីណូឆ្វេងមកវិញចូលស្ដាំម្ដាយទៀតរបស់អាគីណូបាទបញ្ញាប្រុងចេញកែងតែទត់ឆ្វេងបាំងជាប់ធាក់រៀងខ្លួនមកធាក់ឆ្វេងមួយទៀតពីបញ្ញាចូលគៀកចាប់បានប្រវល់មកជុំជង្គង់បញ្ញាប្រផើទៅកែងអាគីណូជង្គង់ថែមមួយទៀតជង្គង់បញ្ញាវិញអូយចាក់ឡើងពីរៀងខ្លួនកែងឆ្វេងកែងវិញកែងទៀតអាយយបាទចាប់ផ្ដើមបែកការភ្លើងហើយទាត់ឆ្វេងចាប់ជើងបានចូលគៀកកែងបញ្ញាជង្គង់បញ្ញាអាគីណូទល់តិចបាទដល់លាស់បុកជង្គង់ទៅវិញដែរបុកមកវិញឆ្វេងជង្គង់ស្ដាំជង្គង់ទៅវិញដែរពីបញ្ញាខាងលើកាច់ខាងក្រោមនេះគឺបាទជួយតែម្ដងទាញកចាក់ជង្គង់ទៅហើយរុះចុះរុះឡើងផ្អែកសង្វៀនត្រឡប់មកវិញអញ្ញាកណ្ដាលញែចេញមកសិនអាហាបាទទឹកពីរនេះដូរគ្នាខ្លាំងជាងទឹកមួយកែងបញ្ញាទឹកមកជើងថែមលំបឃុំបាទចូលឆ្វេងម្ដាយវិញឆ្វេងមួយទៀតប្រឆាមុខតិចថែមត្រាំបញ្ញាទាត់មកជើងចាប់ជើងបានសកត់កចូលគៀកធ្វើមិនចេះបាទវត់ម្ដាយឆ្វេងរបស់អាគីណូបាទបញ្ញាថយតិចអាគីណូអូយមកកែងរបស់បញ្ញាទៀតហើយកែងវិញចូលមកជើងពេញពីបញ្ញាអាគីណូសើតែយាយបញ្ញាប្រដេចបានអត់ចូលគៀកអាគីណូកំពុងប្រមូលស្មារតីមកវិញចាប់កែងកលាស់អាគីណូទល់អញ្ញាកដាលយេអាហាទឹកនេះល្អមែនទេអាយដូចចង់មានស្នាមរីណានេះតែបញ្ញាដើរចូលឆ្វេងម្ដាយកាប់ពីអាគីណូបាទបញ្ញាអោនជំមុជចូលដល់ទឹកមកជើងភឹងរងជាប់បែកមានស្នាមរបួសហើយទឹកឆ្វេងពីបញ្ញាបាទថែមឆ្វេងស្នាមដូរដៃ1 2បញ្ញាបិទឃុំមកជាហៀងទៅមកជាហៀងទៀតបាទធាក់ឆ្វេងបវលមកឆាកលេងខ្លួនតែមិនចំពេញដៃទេចាប់ជាប់លមួលហើយជង្គង់ទល់បញ្ញាអុកមកជង្គង់រុញអប់ជង្គង់មួយទៀតណែនកែងមួយទៀតកប់អូអាគីណូពុកស្ទុះចូលហើយតែចប់ទឹកបាត់ហើយអូយឌឺគ្នាមែនបាទគូនេះតែទឹកនេះអស្ចារ្យណាស់តើលនបញ្ញាអាចយកបាន15លានរៀលអាចយកបានខ្សែក្រវ៉ាត់បាទពីស្ថាប័នយូស៊ីកាសហរដ្ឋអាមេរិកបានដែរឬអត់ណូបងប្អូនបាទអរគុណចំពោះខមមិនល្អនៅសល់3ទឹកទៀតបាទលនបញ្ញាវាយ5ទឹកឡៅចត្រាវាយ3ទឹកបិទបាត់វាយ5ទឹកបាទនេះជាការរៀបចំពីស្ថាប័នយូស៊ីកាសហរដ្ឋអាមេរិកបាទកុំប្រព្រឹត្តភ្នែកឲ្យសោះបងប្អូនហើយបាទតោះបើកភ្នែកមើលឲ្យច្បាស់នៅសល់3នាទីទៀត
ក្នុងការប្រកួតដណ្ដើមខ្សែក្បាត់យូស៊ីកាបាទត្រៀមចៅក្រមត្រៀមអស់ហើយយើងសង្កេតឃើញនៅពាក់កណ្ដាលទឹកទី2បាទហូសេអាគីណូគាត់យកកង់ឲ្យជូតមុខគាត់ញយដងបាទនេះអញ្ចឹងលោកគ្រូពេទ្យមើលពិតជាមានស្នាមមែនបាទលោកគ្រូពេទ្យឲ្យឥឡូវអាជ្ញាកណ្ដាលឲ្យមើលថាស្នាមនេះជាស្នាមដែលលោកគ្រូពេទ្យជួយឲ្យយោបល់ផងថាប្រកួតបានឬក៏មិនបានគ្រូពេទ្យគាត់មើលថាមានឆូតលើឆូតក្រោមយ៉ាងណានោះគាត់ឲ្យប្រកួតមិនអីទេបាទគាត់ឲ្យប្រកួតបាទអាគីណូកាលពីទឹកទី1ហាក់ដូចជាបាទប្រើកម្លាំងបាទថាកម្លាំងចិត្តគ្រប់សង្កត់ទៅលើភៀវមកពីចង្ងាយអាយអើយបាទជើងផ្លោងដើមទឹក3ហើយជូតជើងតិចសិនមកជើងមកវិញដែរបញ្ញាងាកខ្លួនទៅទឹកឆ្វេងចូលប្រឡោះទឹកស្ដាំមកជើងចាប់ជើងបោះក្រោមពីបញ្ញាចូលគៀកទឹកមកជើងឆ្វេងចូលពេញទ្រូងអាគីណូចលឹកបោះស្ដាំថែមឆ្វេងពីដៃវត្តឆ្វេងមួយទៀតបញ្ញាដោតាមដៃស្ដាំមួយទៀតចូលមុខអាយ៉ាអាគីណូដូចបានមកវិញនេះបានមកប្រមាណមកវិញបញ្ញាទាត់កាត់ធាក់កាត់ប្រាច់ចង្វាក់អាគីណូទឹកឆ្វេងអាគីណូយើងវាយស្ដាំទឹកបច្រាស់ជើងនេះថែមមកដល់ឆ្វេងបាទចូលគៀកទាត់មួយជើងក្រោមពីអាគីណូបញ្ញាចូលឆ្វេងម្ដាយឡើងអត់ធាក់មកជើងថែមឆ្វេងមួយទៀតអាយ៉ាចូលឆ្វេងវិញពីអាគីណូបញ្ញានៅទប់ស្មារតីលើកជើងជួយជ្រុំដើរចូលបាទអាគីណូឆក់ម្ដាយបានល្អណាស់អូយគុំមកកែងថែមមកជង្គង់ថែមមួយទៀតពីបញ្ញាកែងវិញពីអាគីណូជង្គង់ទល់ស្ដាំម្ដាយវាយបាទដកឃ្លាចេញបន្តិចអាគីណូដូចហៅមុខបន្តិចហើយបាទជូតមុខរបស់ខ្លួនស្ដាំឆ្វេងធាក់មកជើងពីបញ្ញាមកជើងនឹងកញ្ញែងខ្លួនតែម្ដងទាញកកចាប់ជង្គង់ពីបញ្ញាបាទលំមួលចុះកែងឆ្វេងអូយឃើញផុតបាទវាម្ដាយឆ្វេងទៀតពីអាគីណូកែងស្ដាំកមួយកែងស្ដាំមកវិញពីបញ្ញាទាញកអឹបអូយស្នាមរបួសនៅក្រោមភ្នែករបស់គីណូបញ្ញាមិនខ្វល់ទេទាញកច្បាស់មកឡើងជង្គង់ឆ្វេងជង្គង់ស្ដាំទាញកកមកដល់តាមដៃអើយធ្វើមិនទៀតបាទអាគីណូត្បិតតែគេទាញកកមែនតែក៏ប្រឹងឡើងជង្គង់ដែររូកែងទៅវិញទៅមកខាងលើនោះអូយបាច់ជង្គង់កាត់បានមុនអាគីណូព្រមចេញកែងបាទបញ្ញាដល់ជង្គង់អឹបបាទឥឡូវសល់មួយនាទីទៀតគាត់ឆ្វេងអាគីណូបាំងឃុំជាប់បញ្ញាលូនចូលរបស់បាទធាក់ឆ្វេងគាត់ឆ្វេងមកវិញសេរីបាទកំពុងសេរីទៅឆ្វេងឬក៏ទៅស្ដាំបោះស្ដាំមួយញ៉ាច់អេនមួយទៀតប្រឆិតពោះអត់អីទេបាទអត់អីទេអាគីណូនៅទ្រាំបានអោនឃើញទេពេលនេះដោះទល់មកជើងប្រឆាចំចំមកទៀតពីបញ្ញាធាក់មកជើងចូលពោះទៀតអស់លីងហើយបាទមកជើងភ្លេចទៅត្រឹមបាច់ជង្គង់ទៀតហើយអាគីណូព្រឹកបាត់កាយដែរតែបញ្ញាសម្បាល់កកបាត់ចាឆ្វេងដែនអូយតើឡើយមកស្ដាំមួយទៀតដែនតើឡើយបានខ្សែសង្វៀនជួយកតនអាគីណូទ្រាំបានទេអត់ទេមើលទៅបាទឆ្អល់ឆ្អឹកឡើងសោះអស់ហើយបាទអើយចុងទឹកបញ្ញាផ្ដាច់បានអត់បាច់ជើងនេះអស់ខ្យល់លីងធាក់សោកមកជើងវិញចូលមកដៃឆ្វេងសងមកដៃស្ដាំសៅឆ្វេងទីកិច្ចផុតចូលមកជង្គង់ដឹបបាទដឹបថែមមួយទៀតទាញកកបានចាក់មួយទៀតទាញបានមកចាក់មួយទៀតអូបាននេះកែកមួយទៀតមកបញ្ញាឆ្វេងសងវិញមកអាគីណូវាយដល់ទល់បញ្ញាយកជើងផ្ញើនឹងចង្ការគឺបន្តិចថែមមកជង្គង់ទៀតចូលចង្កេះអូថែមជង្គង់ចូលទៅកែហើយក៏ទៅមួយទៀតបានអត់ចុងទៅចូលមកជង្គង់ទៀតឯងចុងទៅមកលើកជើងប្រំធាក់អាគីណូថយចប់ទឹកហើយបងប្អូនដែរបាទខ្ញុំជឿថាមានសម្លេងផ្ទះដៃច្រើនណាស់ពីបងប្អូនដែលកំពុងទស្សនាផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV ក៏ដូចជានៅលើបណ្ដាញសង្គមបងប្អូនកំពុងពេញឆ្ងាញ់ទៅមកបាទចប់ទឹកទី3នៅសល់2ទឹកទៀតណាបងប្អូនបាទតើហូសេអាគីណូរបស់អាមេរិកបាទមើលទៅស៊ូបានពេញ5ទឹកឯអត់ទេព្រោះទឹក3មាញ់មិញបាទទឹក3មាញ់មិញគឺបញ្ញាវាយស្រោចដាច់ទៅហ្មងបាទវាយស្រោចដាច់ទៅម្ដងបាទទៅលើអ្នកបដាលសហរដ្ឋអាមេរិកបាទទឹកមួយបញ្ញារៀងគេថាចាញ់ទឹកដីបាទអាគីណូវាយបលែងលៀនដាតញាក់ចើមសើចញឹមបែបថាទទួលស្វាគមន៍ភីវមកពីឆ្ងាយជាង10000គីឡូបាទដល់ពេលចូលទឹកទី2រៀងញឹមលេងសូវចេញដល់ពេលទឹកទី3សពូនតែម្ដងពួកបញ្ញាវាយស្រោចបាទប៉ុន្តែយើងមិនអាចមើលស្ថានភាពថានឹងបែបនេះរហូតទេចាំមើលថាទឹកទី4បន្តយ៉ាងណាយើងទស្សនាបន្តទៀតបាទខ្សែទាល់ពីតាកូម៉ាសហរដ្ឋអាមេរិកបាទដោយគ្រុតបាទជាអ្នកឧបត្ថម្ភផ្លិចមុខតែម្ដងទឹកទី3អាគីណូទាត់បញ្ញាថយមិនឲ្យទាត់ចំទេលើកជើងបឆោតវាយដៃនេះវិញទាត់ឆ្វេងមួយគប់បាទចូលឃុំ
បាទអាគីណូដូចជាទាត់ដែរតែស្រាលបញ្ញាទាត់រៀងធ្ងន់ដដែល The body shot again. ចូលគៀស្ទុះចូលបញ្ញាក៏លុតថយទៅតាមចង្វាក់នេះបាទឆ្វេងមួយជើងរបស់បញ្ញាឆ្វេងមួយទៀតអាគីណូដូរឡើងម្ដងដូរអង្គដំបងឆ្វេងឥឡូវក៏ដូរអង្គស្ដាប់តែបញ្ញានេះទៅទាត់ឆ្វេងអើយខូចដៃឥឡូវហើយសង្ស័យតែខូចដៃទឹកហ្នឹងហើយមើលទៅបាទចូលយោបញ្ញាស្បេតយកដៃបញ្ញាស្បេតយកដៃតាមទាត់មកវិញដកថយបញ្ញាហាក់ដូចជាដឹងសេរីឲ្យទាត់ភឹងអាគីណូបាទទាត់សងមកវិញបញ្ញាស្បេតមកសារទៀតទាត់ភឹងអូយអាគីណូរួចអត់ភឹងឆ្មើយមួយទៀតទៅហើយបីជើងទៀតទៅបោះរួបទាំងអស់គ្នាអាយ៉ាទាត់ភឹងមួយដកថយផុតភឹងពីរអូអាគីណូធ្លាក់បាយមកមួយទៀតភឹងបីអត់អីទេនៅរងជាប់លើកនេះអត់បានពេញទេបាទរងជាប់សេរីចូលគេបាត់កែងទាត់ចោលមួយប្របេះនឹងគុំធៀមអាគីណូឈាមទាំងចំោះទៀតផងមកជើងទៀតកលខាងលើធាក់មកជើងថែមទៀតអាគីណូយ៉ាងណាទៅហើយបាទទប់ជាមួយនឹងលោនបញ្ញារៀបពីបាទទឹកនេះអស់ច្រើនដោយសារតែបញ្ញាច្បូតអស់កម្លាំងកកាលទឹក3នឹងច្រើនពេកបាទឥឡូវបញ្ញាអត់មានតែថាប្រើស្នៀតអីច្រើនទេបាទដោយសារតែឃើញគូប្រកួតនឹងធ្លាក់ដៃធាក់ទប់តែមកល្មមក៏ទាត់ឆ្វេងទៅឡើយបាទតែសំខាន់គឺរក្សាកម្លាំងល្អមកជើងទៀតហើយថែមមកដៃឆ្វេងទៀតរបស់លោនបញ្ញាអាគីណូព្យាយាមលើកដៃរងផងលើកជើងបាំងផងពីការទាត់សន្ធប់បាទធ្ងន់របស់លោនបញ្ញាលើកជើងបិឆោតអាគីណូប្រុងចូលគៀបញ្ញាលោតថយឲ្យហើយលើកជើងធាក់ទល់ពីអាគីណូបញ្ញាចូលគៀជើងក្រោមបោះជើងភីងអកគូទឹះតែម្ដងងើបមកវិញចំហនៅមានអាញាកណាឃើញថាមិនអីទេគោះដៃគ្នាបន្តការប្រកួតទឹក4បាទញយក្រោមពីអាគីណូទាត់ឆ្វេងបាំងឡើងប៉ើងពីបញ្ញាទៅលើអាគីណូឆ្វេងមាសជើងក្រោមទៀតអូយបាទលើកនេះដួលចាប់បាត់កបាទអត់អីទៀតអាគីណូញញឹមលេងចាញ់ហើយបាទញញឹមលេងចាញ់ដោយសារតែសន្ធឹកនៃការទាត់ធ្ងន់បាទរបស់អ្នកបដាល់កម្ពុជាបានធ្វើឲ្យអាគីណូនេះពិបាកប៉ុន្តែបើនិយាយពីអវងតាអាគីណូនៅតែព្យាយាមសន្ធប់បាទនេះតែគាត់ចង់ដើរចូលបាទរបៀបវាយរបស់គាត់គឺអត់ចង់ថយប្រហែលនេះគាត់ចង់ដើរចូលចឹងបញ្ញាគាត់ថយរកគម្រាមមកល្មមដែរចូលគៀពីដៃស្ដាំឆ្វេងរបស់បញ្ញាធាក់មួយជើងថែមបាទត្បិតតែមិនដល់តែអាគីណូដកខ្លួនថយទន់ឆ្វេងសងស្ដាំថែមមួយជើងទៀតរបស់អាគីណូវិញចូលជើងក្រោមខ្វែងគ្នាអត់ដួលទេគោះដៃគ្នាមួយសិនចាប់ទឹកទី4ហើយយូស៊ីកាលើកបង្ហាញជូនទៅដល់មហាជនដែលមកទស្សនាផ្ទាល់មួយទឹកចុងក្រោយ3នាទីចុងក្រោយបង្គោលក្រហមលោតបញ្ញារបស់កម្ពុជាបង្គោលខៀវហូសេអាគីណូរបស់សហរដ្ឋអាមេរិក3នាទីចុងក្រោយបាទដាច់មានដាច់ត្រឡប់អីយ៉ាងណាឬក៏ស៊ូគ្នាបានពេញទឹកទាត់មួយជើងសងម្ដាយអោនផតបញ្ញាលើកគុំយល់មួយបោះម្ដាយឆ្វេងចូលពោះញាច់តែម្ដងអាគីណូស្ទុះចូលម្ដងទៀតទប់ឆ្វេងកាត់អាគីណូវាយកាត់បាន2ដៃវិញតែបញ្ញាលឹបផុតអាគីណូថាមកទល់គ្នាកុំថយពេកបាទបញ្ញាក៏ធាក់ទប់បងមកអូយមកជើងបេះគៀមទល់ដៃគ្នានេះជើងបញ្ញាអីល្អបាទបញ្ញាថាមិនអីទេបងជើងខ្ញុំតែងតែផ្ញើនៅគ្រប់ប្រទេសកាលណាមានអ្នកណាក៏លោតចូលមកបាបជើងរបស់ខ្ញុំតែងតែផ្ដិតនៅលើជួនថ្ពាល់ជួនថ្ងាសជួនច្រមុះជួនចង្ការបាទចាប់បានជង្គង់បញ្ញាកាច់កកចុះមកបន្តិចអាគីណូទល់អញ្ញាកដាលញែកតបឆ្វេងរងជាប់ពីបញ្ញាឆ្វេងម្ដាយទៀតចូលពោះអាគីណូព្យាយាមចូលគៀចាប់អ្នកណាចាប់អ្នកណាចេះព្យាយាមរូតចុះរូតឡើងជង្គង់បញ្ញាបានមួយជង្គង់បាទលើជើងបិឆោតធាក់មកជើងពីអាគីណូសង់ឆ្វេងម្ដាយបញ្ញាគិតបន្តិចផុតដកថយបន្តិចសិនបាទអាគីណូដើរចូលបញ្ញាធាក់ចេញចូលគៀបានម្ដាយម្នាក់អាគីណូវាយក្រោមលើថែមម្ដាយទៀតបាទបញ្ញាគិតភាសាទៀតរៀងញញឹមឆ្លោះទៅមុខបន្តិចវិញបាទចូលប្រមាណដៃរបស់អាគីណូនេះបាទទាត់ឆ្វេងពីបញ្ញាបាទអាគីណូសេរីក៏លាក់ដៃបន្តិចលើកជើងបិឆោតទាត់ជើងក្រោមលើកនេះចង់ផ្ដួលតែទទួលរៀងមាំជាងមុនបាទពីដៃរបស់បញ្ញាវាយខ្លីបាទអាគីណូរំកិលចូលបន្តិចម្ដងអាវុធបញ្ញារៀងវែងជាងទាត់ឆ្វេងបាទកាលពីទឹក4នោះខ្ញុំឃើញថាបញ្ញាទាត់ឆ្វេងបានច្រើនមែនទែន
បងប្អូនឃើញតែអាគីណូប៉ាន់ទ្រាំបាទ Red corner though always finds a តែអ្វីដែលគាត់សម្គាល់គឺចិត្តអាគីណូចិត្តធំបាទត្រូវប្រមាណក៏គាត់នៅដៅចូលហ្នឹងអង្គម្ដងដូរអង្គឆ្វេងម្ដងអូបដូរអង្គស្ដាំបញ្ញាទាត់រលាស់ចុងជើងមួយអាគីណូលូនចូលវាយដងខ្លួនបញ្ញាច្បាមកកបានជង្គង់មួយទៀតបាទយកជើងទាស់អាស្ដាំសល់អាឆ្វេងឡើងញឹកមួយទៀតយកជើងទាស់ស្ដាំសល់ឆ្វេងឡើងជង្គង់មួយទៀតណែថែមស្ដាំមួយទៀតផ្លិចខ្លួនឡើងជង្គង់ផ្លិចខ្លួនឡើងជង្គង់កែងវិញម្ដងមើលបាទឆ្មក់មកកែងបាទចាប់ខ្វែងដៃលួទៅគប់កែងពីក្រោមនេះបានអត់ទេបាទលន់បញ្ញារៀងឈាមមាត់តិចផងបាទលន់បញ្ញារៀងឈាមមាត់តិចផងមួយឈាមមាត់មួយឈាមម្នាក់ធ្ពាល់បាទនេះជាការលេងផ្លែបាទជាការលេងផ្លែបាទអាគីណូមួយតែធ្ងន់បាទឆ្វេងហើយឆ្វេងទៀតបញ្ញាដកថយអាគីណូបោះឆ្វេងម្ដាយនេះវត្តបាទរហើយបុកលន់បញ្ញាបាទតាមវាឆ្វេងបោះទៅទៀតរហើយបុកលន់បញ្ញាធាក់មកជើងកលនឹងគុំទៅជាសិនបាទអាគីណូត្បិតតែនាទីចុងក្រោយគាត់នៅគៀកមែនតើបាត់ចូលមកដៃរបស់បញ្ញាបោះឆ្វេងចូលគៀកចាប់យកជើងទល់បញ្ញាគោះភឹងចូលឆ្អឹងជនីបាទចប់ទឹកហើយបាទដោយការគោរពគ្នាទៅវិញទៅមកបាទម្ចាស់ខ្សែក្រវ៉ាត់ជាអ្នកណាយូស៊ីកានៅពេលបន្តិចទៀតនេះបាទបានទៅលើកីឡាកររូបណាឡៅចន្ទ្រាជួយបកកង់ចេញបាទអាញាកដាលប្រមូលបន្ទុឲ្យគណៈវិនិច្ឆ័យបាទ Ring announcer រងចាំលទ្ធផល Ringer រងចាំអមអបអសាទរអ្នកឲ្យទឹកទាំងសងខាងបាទរួមទាំងគណៈអធិបតីអញ្ជើញឡើងមកលើសង្វៀនដើម្បីធ្វើជាសាក្សីបាទនៅក្នុងការប្រកាសលទ្ធផលនាពេលបន្តិចទៀតនេះបាទខ្សែក្រវ៉ាត់បាទយូស៊ីកាបាទនៅក្នុងប្រភេទទម្ងន់ A Class Pro 148 pound A Class Pro 67 គីឡូក្រាមមិនចោលទេបញ្ញាតែងតែមានទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបង្ហាញឲ្យបានឃើញទៅដល់ពិភពលោកថាខ្មែរមានវប្បធម៌ដ៏រុងរឿងប្រទេសខ្មែរមានដំណើរការយ៉ាងរលូននៅសេដ្ឋកិច្ចវប្បធម៌ប្រពៃណីសិល្បៈសាសនាទេសចរហេដ្ឋារចនាសម្ព័ន្ធសពបែបយ៉ាងដោយស្នាមញញឹមពីការដឹកនាំបាទពីប្រមុខរដ្ឋាភិបាលដែលមានភាពឆ្លាតវៃនិងប៉ិនប្រសប់បាទទាំងការដឹកនាំក្នុងស្រុកនិងទំនាក់ទំនងនៅលើឆាកអន្តរជាតិនេះជាផ្នែកមួយបាទនៅក្នុងការផ្ដល់ជូនបាទលូនបញ្ញាអបអសាទរដល់ម្ចាស់ខ្សែក្រវ៉ាត់យូស៊ីកាបានទៅលើអ្នកប្រដាល់កម្ពុជានេះជាខ្សែក្រវ៉ាត់ដែលលូនបញ្ញាបានសម្រេចបំណងហើយបាទហោះចេញមកក្រៅប្រទេសហើយបានខ្សែក្រវ៉ាត់ត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញជើងឯកយូស៊ីកាលូនបញ្ញាមោទនភាពមែនតើបាទបងប្អូនលន់បញ្ញាតែប៉ុណ្ណេះញញឹមញញែមហើយបាទមិនត្រឹមតែបណ្ដាលល្អបាទពេលទំនេរអានសភៅពេលខ្លះទៅវល់ប្រពន្ធនៅដើរទៅចែកសភៅចែកអីឲ្យក្មេងកព្រាចែកអីវ៉ាន់នេះយើងបាទនោះមិនថាទឹកចិត្តតែថាសប្បុរសធម៌គុណធម៌បូកជាមួយកម្លាំងបញ្ញាស្មារតីបាទនេះជាគំរូមួយបាទជាគំរូមួយសម្រាប់អ្នកបដាល់លទ្ធផលយ៉ាងណាក៏ដោយប៉ុន្តែសិល្បៈចែករំលែកសិល្បៈនៃការដឹងគុណបាទជាអ្វីដែលលន់បញ្ញាកំពុងតែប្រតិបត្តិអរគុណបាទដោយមានលោកគុកវិសាលដែលជាប្រធានរៀបចំព្រឹត្តិការណ៍បាទលោកស្រាប់ស្រឿយបាទដែលជាតំណាងការរៀបចំការបដាល់នៅសហរដ្ឋអាមេរិកជាពិសេសគឺវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមខូចឆាយប្រធានសហព័ន្ធកីឡាបដាល់គុណខ្មែរបំពាក់ខ្សែក្រវ៉ាត់ដល់